សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាអំពីរបៀបបង្កើតចែកទឹកតែឥឡូវហ្នឹងសូមពេលបន្តិចសិនមកដកអាកូនត្រីនេះចេញពី Facebook ដោយសារតែវានឹងរាងធំជ្រុលធំជាងគេទៅយើងដកវាចេញទៅដាក់នៅកន្លែងផ្សេងទៅពួកវាទៅនេះប្រភេទពួកដាំបូពួកហ្នឹងមើលទៅរាងធំជាងគេចឹងឯងទៅខ្ញុំនឹងដកវាចេញពី Facebook អីដោយសារតែទូចហ្នឹងវាស្រួលស៊ីចំណីបន្តិចហើយយប់ហ្នឹងប្រហែលជាអាចស្រង់មកថែមទៀតដោយសារឃើញច្រើនណាស់ពួកអាធំអស់ហ្នឹងនេះវាធំលឿនជាងគេអាយុវាតាណាគ្នាតែវាធំលឿនហើយតើឥឡូវគឺយើងកុំឲ្យខាត់ពេលយូរយើងទៅមើលពីរបៀបបង្កើតចែកទឹកទាំងអស់គ្នាដំបូងឡើយគឺយើងត្រូវការថង់ទឹកមួយដាក់ទឹកហ្នឹងគឺជាប្រភេទទឹកចាស់ដែលយើងចិញ្ចឹមត្រីហើយប្រភេទទឹកយើងដែលយើងចិញ្ចឹមត្រីហើយបានអាចបង្កើតបានកុំយកទឹកថ្មីមកបង្កើតគឺបង្កើតអត់បានទេហើយយើងដាក់ធាងចេកពី3ធាងទៅស្រួលឲ្យចែកទឹកពេលវាកើតហើយវាតោងលើធាងចេកហ្នឹងឯងហើយគ្រឿងផ្សំវាហ្នឹងគឺអត់មានអីច្រើនទេគឺផ្លែតសក់នេះឯងយើងដាក់តសក់ពី3ផ្លែទៅចិត្តវាជាកង់ហើយយើងដាក់ទៅនៅក្នុងថង់យើងបង្កើតចែកទឹកហ្នឹងឯងខ្ញុំមិនដឹងថាចែកទឹកហ្នឹងវាកើតចេញពីតសក់ហ្នឹងឬក៏កើតចេញពីណាទេគឺអត់ដឹងទេតែដឹងថាដាក់តសក់ហ្នឹងទៅចែកទឹកហ្នឹងវាកើតហើយទឹកអ្នកគ្នាកុំយកទឹកថ្មីយកទឹកយើងចិញ្ចឹមត្រីហើយហ្នឹងទឹកមានអាចត្រីមានអីនៅក្នុងហ្នឹងយើងអាចយកវាមកដាក់ចូលគ្នាទៅហើយយើងយកមកបង្កើតចែកទឹកវិធីនេះគឺស្រួលសម្រាប់អ្នកដែលចិញ្ចឹមត្រីដូចខ្ញុំអញ្ចឹងខ្ញុំដូចខ្ញុំអញ្ចឹងខ្ញុំបង្កាត់ត្រីច្រើនសបុកហើយខ្ញុំអត់មានពេលទៅដើរដួសចែកទឹកមកឲ្យកូនត្រីស៊ីទេគឺខ្ញុំបង្កើតតែខ្លួនឯងហ្នឹងឯងបង្កើតបែបសាមញ្ញអញ្ចឹងតែបានផលមកល្មមមកត្រីយើងស៊ីបានដែរវាច្រើនគួរសមដែរហើយខ្ញុំធ្លាប់មើលវីដេអូគេបរៀនយើងបង្កើតចែកទឹកអញ្ចឹងខ្ញុំឃើញគេត្រូវការអីគេទឹកខៀវហើយគ្រឿងផ្សំគេនឹងមានច្រើនណាស់មានកតក់មានស្អីមានជីមានអីគឺអូយពិបាកណាស់ហើយអត់ដឹងថាហើយបង្កើតទឹកខៀវបានហើយនៅដើររោមេចែកទឹកមកដាក់ឲ្យវានៅក្នុងនឹងបង្កាត់ពូជទៀតអញ្ចឹងវាពិបាកហើយវាយូរទៀតតែបង្កើតបែបធម្មជាតិចេះគឺស្រួលសម្រាប់ខ្ញុំគឺស្រួលខ្ញុំមានបបពិសោធន៍ចិញ្ចឹមត្រីយករាប់ឆ្នាំហើយខ្ញុំធ្វើតែអញ្ចឹងដាក់តាថងទឹកមួយហើយតសក់ពី3ផ្លែទៅចែកទឹកវាកើតមកឡើងពេញហើយអត់យូរទេត្រឹមតែ3ថ្ងៃទៅ4ថ្ងៃហ្នឹងគឺចែកទឹកវាកើតហើយឥឡូវខ្ញុំឆ្លៀតពេលមកឲ្យមើលកូនត្រីខ្ញុំបន្តិចអ្នកគេឃើញអត់កូនត្រីខ្ញុំគឺច្រើនណាស់ខ្ញុំបង្កាត់ឡើងរហូតបង្កាត់ឡើងច្រើនសបុកហើយខ្ញុំអត់ដែរហត់ទៅដាស់រោគចែកទឹកឲ្យត្រីស៊ីទេខ្ញុំបង្កើតតែចែកទឹកនឹងមកឲ្យត្រីវាស៊ីទៅដល់ពេលត្រីនឹងវាលូតលាស់ធំល្មមមកស៊ីតកៅទឹកបានឥឡូវខ្ញុំដាក់តកៅទឹកឲ្យស៊ីម្ដងត្រីខ្ញុំមកសបុកគឺច្រើនហើយធំទៀតឥឡូវខ្ញុំចាប់ដើមបង្កាត់ហើយមុនខ្ញុំបង្កាត់ត្រីខ្ញុំត្រូវបង្កើតចែកទឹកអញ្ចឹងសិនមុនខ្ញុំបង្កាត់ត្រីមុនខ្ញុំបង្កើតចែកទឹកនឹងហើយនៅពេលបានផលចែកទឹកអាហ្នឹងចាប់ដើមបង្កាត់ត្រីម្ដងដែលសារឲ្យមានចែកទឹកមុនវាជាប្រភពចំណីរបស់ត្រីតែអត់ចែកទឹកបង្កាត់ត្រីមកគឺពិបាកឥឡូវគឺវីដេអូនេះគឺមានប៉ុណ្្នឹងទេហើយអត់តន់ចប់ទេណាខ្ញុំនឹងឲ្យអ្នកគ្នាមើលផលសិនវីដេអូនេះខ្ញុំនឹងថតឲ្យអ្នកគ្នាឃើញផលអានេះគឺប្រភេទកូន Super Red របស់ខ្ញុំហ្នឹងគឺគេទិញឡើងចង់អស់ឲ្យសល់ប្រហែលក្បាលហ្នឹងឯងមើលទៅឡើងក្រហមភឹកអូយក្រហមឆ្អិនចែកទឹកហ្នឹងអញ្ចឹងដែរចាំវាប្រហែលជា3ទៅ4ថ្ងៃហ្នឹងវាកើតមកខ្លួនឯងតែម្ដងអត់ដឹងថាវាកើតចេញពីណាទេតែដឹងថាវាកើតហើយអ្នកគ្នាចាំមើលចុងវីដេអូខ្ញុំនឹងដាក់ផលវាមើលហើយនេះគឺប្រភេទមេត្រីនេះសិតតពងឲ្យត្រៀមបង្កាត់នៅពេលចែកទឹកមានហើយខ្ញុំបង្កាត់ពូជហ្នឹងឯងតោះឥឡូវយើងទៅមើលផលទាំងអស់គ្នាឥឡូវនេះគឺបន្ទាប់ពី3យប់3ថ្ងៃកន្លងផុតទៅយើងមកមើលវាម្ដងទៀតយើងឃើញថាតសក់នៅក្នុងហ្នឹងវាចាប់ដើមមកលួយហើយទៅវាចេញជាមេច្រើនណាបែកមេឡើងពេញទឹកឡើងសសព្រុសហើយយើងចង់ដឹងថាមានចែកទឹកអត់តើតែយើងហ្នឹងមើលវាចិត្តបើខ្ញុំមើលឃើញព្រោះចែកទឹកនោះវាទូចវាចំណៃកូនត្រីយើងមើលនេះសិនអ្នកគ្នាឃើញថាវើកនេះនឹងប្រហែលអាហ្នឹងគឺចែកទឹកឯងមិនប្រហែលទេគឺចែកទឹកហ្នឹងតែម្ដងចាំមើលខ្ញុំព្រិចឲ្យចិត្តឲ្យអ្នកគ្នាមើលអ្នកគ្នាឃើញអត់ឡើងក្តាំងហ្មងវានៅតាមស្លឹកចេកនៅតាមអីហ្នឹងវាឡើងមកឡើងក្តាំងដល់ពេលក្រោយតសក់ហ្នឹងវារលួយទៅគេចែកទឹកហ្នឹងវាចេញមកតែម្ដងអ្នកគ្នាឃើញអត់ទូសក្រហមហ្នឹងគឺចែកទឹកវាឡើងក្តាំងតែម្ដងវាទុំជាប់តសក់ទុំជាប់ធាងចេកហ្នឹងឡើងពេញអានេះគឺខ្ញុំបង្កើតតែអញ្ចឹងឯងពេលដែលខ្ញុំបង្កាត់ត្រីខ្ញុំបង្កើតចែកទឹកតែអញ្ចឹងឯងអត់មានហត់ទៅដាក់ទឹកខៀវអីឬក៏
ដាក់គ្រឿងផ្សំឲ្យច្រើនទេដាក់តែប៉ុណ្ណឹងតែធៀងចេកហើយតសក់ហ្នឹងគឺចែកទឹកវាកើតមកហើយវីដេអូនេះមួយវាអាចមានផលប្រយោជន៍សម្រាប់អ្នកចិញ្ចឹមត្រីដូចខ្ញុំអញ្ចឹងអ្នកគ្នាអាចបង្កាត់ត្រីចូលចិត្តបង្កាត់ត្រីចិញ្ចឹមត្រីលក់អីគឺត្រូវហើយយើងធ្វើចឹងតែ 4-5 ធុងមកគឺត្រីស៊ីមិនអស់ទេអ្នកគ្នាឃើញនេះក្រហមហ្នឹងគឺចែកទឹកទូចឹងទៅយើងដាក់ឲ្យកូនត្រីទៅញាស់ហ្នឹងស៊ីទៅវាបានសំខាន់មិនតែកើទឹកមួយទៀតនឹងមកពងតាំងពីកាលខ្ញុំគ្របឡើងចិត្តអីហ្នឹងឆ្លៀតមកពងបានទៀតណាអ្នកឃើញមេអាសចេញហ្នឹងវាចេញមកពីផ្លែតសក់អាបែកសដោយពពុះហ្នឹងអាហ្នឹងវាចេញមកពីតសក់ហ្នឹងគេហៅមេទឹកហ្នឹងអ្នកគ្នាខ្ញុំដឹងដែរបង្កើតបែបហ្នឹងទឹក 4-5 ធុងគឺត្រីយើងសៀតអស់ហើយសម្រាប់អានោះគឺខ្ញុំសងស៊ុបប៉ារ៉េតដាក់នៅក្នុងមួយពួកដាំបូនៅក្នុងហ្នឹងវាធុងឃើញធុងនឹងរាងធំទៅដាក់ត្រីឲ្យរាងច្រើនដែរអូខេអ្នកទាំងគ្នាឲ្យវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអត់មានអីច្រើនទេសម្រាប់អ្នកដែលគាត់ចង់បង្កើតចែកទឹកអីគឺអាចសាកល្បងវិធីនេះបានបាច់សាកល្បងទេគឺធ្វើទៅខ្ញុំធានាផលឲ្យ 100% គឺបានសម្រេចព្រោះខ្ញុំបង្កាត់ត្រីវារាប់សិបសបុកមកហើយខ្ញុំធ្វើតែអញ្ចឹងឯងគឺបានផលពិត